ជាក់ស្ដែងក្មេងវត្តគឺមានការលំបាកដែរពីដំបូងមកអញ្ចឹងណាជាពិសេសគឺពុកម្ដាយពីជំនាន់មុនវាអត់មានទូរស័ព្ទអីទេពេលយើងខ្វះខាតដល់ពេលមកថាគេថាដាច់ខ្យល់ណាចុងខែដាច់ខ្យល់ណាបាទពុកម្ដាយផ្សាយមកយឺតជាងការខែខ្លះយើងចាយនឹងឈរទៅវាពិបាកដែរពេលហ្នឹងណាយើងតាក់តំណងគឺមិនប្រសើរដោយសារអីខ្ញុំពីមុនណាបាទគិតថាខ្ញុំជាជំហរគ្រួសារបងហូរលុយអីបាទគាត់យល់ហ៎បាទជាក់ស្ដែងមិនមែនទេការចង់បានរបស់ពួកគាត់មិនមែនតាលុយគាត់ទេលើពីហ្នឹងលើពីលុយបាទនិយាយទៅពីកាលនោះវាថ្ងៃណាក៏ស្រត់ទឹកភ្នែកដែរបាទសំបីនិយាយចង់មកម្ដងហ្វឹងជប់ទេបាទនៅពេលដែលចប់ training ទៅក៏បានមើលឃើញគោលដៅសំខាន់នៅពេលដែលខ្ញុំមានគោលដៅពេលហ្នឹងបានចេញគំនិតមកថាគួរធ្វើអីខ្លះអ្វីដែលខ្ញុំខ្វះខាតតាមពិតចូលចិត្តមកការងារជាឯកជនជាខ្លួនឯងវិញដោយសារតែគិតថាវាធ្វើការយូរឆ្នាំទៅវាអត់ទៅមុខខ្លួនឯងមិនមែនតែអតីតទេអ្វីដែលសំខាន់ម្ចាស់ជីវកម្មជាច្រើនឃើញគេបើកបានយើងបើកតាមគេហើយគេបើកជោគជ័យយើងខំតាមគេហើយបាទជួបបញ្ហាជាច្រើនប៉ុន្តែមុននឹងបើកត្រូវតែស្វែងយល់ឲ្យដឹងថាតើអ្វីជាបញ្ហានៅក្នុងអមតាខ្ញុំពេទ្យបញ្ហាជាជនយើងបច្ចុប្បន្នមានបញ្ហាអ្វីខ្លះទាក់ទងសុខភាពជំរាបសួរអរលោកស្រីបងប្អូនសូមស្វាគមន៍មកកាន់កម្មវិធីដក0 plus កម្មវិធីដក0 plus គឺរៀបចំឡើងដើម្បីជួបជាមួយនឹងបងប្អូនដែលជួបនៅបញ្ហាជីវិតជួបការលំបាកក៏ដូចជាជីវិតនៃការតស៊ូរបស់គាត់ហើយក្រោយមកក៏គាត់មានការរីកចម្រើនឡើងប្រសើរឡើងបន្តមកហើយកម្មវិធីដក0 plus របស់យើងនេះរៀបចំឡើងដោយក្រុមហ៊ុនដាក់ចប់ហើយនឹងមានការផ្សាយដោយសារព័ត៌មាន Speak News បាទថ្ងៃនេះយើងមានវាគ្មិនមួយរូបគឺលោកជាបណ្ឌិតបាទអញ្ចឹងលោកជាបណ្ឌិតបាទសូមជម្រាបសួរបាទសូមជម្រាបសួរជាកិច្ចចាប់ដើមសូមលោកជាបណ្ឌិតជួយណែនាំឈ្មោះក៏ដូចជាតួនាទីដែលជាឯកទេសរបស់លោកតាជូនទៅដល់មិត្តអ្នកទស្សនារបស់យើងបាទជម្រាបសួរបងប្អូនទស្សនិកជនកម្ពុជាទាំងអស់បាទហើយសូមជម្រាបសួរបាទដែលដល់គិតយកខ្ញុំបានចូលរួមកម្មវិធីថ្ងៃនេះបាទហើយខ្ញុំឈ្មោះហុងសុកអូនជាបណ្ឌិតឯកទេសបេះដូងនិងសរសៃឈាមបាទហើយនិយាយទៅខ្ញុំបទពិសោធន៍ជាង15ឆ្នាំមកហើយទៅលើការព្យាបាលអ្នកជំងឺនៅក្នុងប្រទេសកម្ពុជារបស់យើងណាហើយបានបញ្ចប់ការសិក្សាពីប្រទេសបារាំងមកដែរបាទបាទហើយរាល់ថ្ងៃខ្ញុំបានចាប់ផ្ដើមអាជីវកម្មប្រហែលជាចូលជាង3ឆ្នាំហើយបាទclinic ឯកជនមួយកន្លែងឈ្មោះ Belcare បាទហើយដែលមានទីតាំងនៅម្ដុំចូលយ៉ាវ៉ាយើងហ្នឹងបងបាទអញ្ចឹងខ្ញុំចង់ដឹងពីកុមារភាពយើងត្រឡប់ទៅក្រោយបន្តិចមុននឹងលោកចាំដិតអាចបញ្ចប់ដល់មកនេះថាដល់ស្ថានភាពបច្ចុប្បន្នមិញតាមលោកចាំដិតរៀបរាប់មកគឺបើកជា clinic ឯកជនមួយអញ្ចឹងនៅម្ដុំចូលយ៉ាវ៉ារបស់យើងហ្នឹងតែខ្ញុំចង់ដឹងពីកុមារភាពបន្តិចសិនលោកចន្ទិនអាចជួយសង្ខេបជូនមិត្តអ្នកទស្សនារបស់យើងថាការពីកុមារភាពអាចមានន័យថាមកពីខេត្តណាឬក៏ជាអ្នករាជធានីភ្នំពេញតែម្ដងបាទហើយជីវិតនៅការកុមារភាពនឹងយ៉ាងម៉េចដែរអាចសូមខ្លីៗណាបាទអរគុណបាទបើនិយាយពីកុមារភាពខ្ញុំកើតនៅខេត្តសៀមរាបបាទខេត្តសៀមរាបនៅក្នុងស្រុកបាត់គោមស្រុកមួយខេត្តសៀមរាបយ៉ាងហ្នឹងបើនិយាយរំលឹកឡើងវិញពីកុមារភាពហ្នឹងអ្វីចងចាំបានហ្នឹងគឺពេលខ្ញុំរៀនម្ដុំទី4ទី5អីទេបាទពីមុនហ្នឹងអត់ជាចាំអីច្បាស់ទេបាទពេលហ្នឹងគឺខ្ញុំទៅរៀនហ្នឹងខ្ញុំជិះកង់ទៅរៀនទេហើយក៏ពេលហ្នឹងម្ដាយឪពុករបស់ខ្ញុំមានអាជីវកម្មគាត់ផឹងប្រែងបើអាជីវកម្មហ្នឹងគឺខ្ញុំបានចូលរួមជួយគាត់តាំងពីតូចម៉េះពីដំបូងគាត់បើកជាការម៉ូបរិយផ្សេងអញ្ចឹងបាទប៉ុន្តែខ្ញុំអាយុកាលហ្នឹងដូចជា10ឆ្នាំជាងតិចតួចទេប៉ុន្តែវាចង់ជួយចង់ធ្វើអញ្ចឹងណាបាទតាំងគាត់មិនឲ្យធ្វើដោយសារខ្ញុំធ្វើមិនស្អាតបាទម៉ូបរិយណាបាទម៉ូបរិយយកទៅលើកឲ្យគេលក់ហ្នឹងព្រោះគាត់ណាពេលហ្នឹងក៏មានចិត្តចង់ជួយចង់អីដែរបាទហើយក៏រៀនក៏ឧស្សាហ៍ព្យាយាមដែរបាទ
aiជំរាបជូនបាននេះនៅកាលដុកទ័រសិក្សាហ្នឹងនៅសាលាគេនៅខាងសៀមរាបឈ្មោះសាលា បាទសាលាបឋមសិក្សាអឺរលួសបាទ រលួស ពីសម័យមករលួស បាទរលួសនៅខាងសៀមរាបណា បាទ បាទហើយបន្ទាប់ពីនោះមកដល់ពីចប់ការសិក្សានៅសៀមរាបមកលោកត្រូវផ្លាស់ប្ដូរមករាជធានីភ្នំពេញ អត់តន់ភ្លាមឯផុយមកក៏ចូលអនុវិទ្យាល័យ បាទ អនុវិទ្យាល័យអង្គរនៅខាងបាគងតដែរហ្នឹង បាទ ហើយចប់អាហ្នឹងបានចូលថ្នាក់ទី9វិទ្យាល័យបានខ្ញុំដូរទៅរៀននៅខេត្តដោយសារនៅតំបន់ហ្នឹងអត់មានវិទ្យាល័យសម័យមុនណា បាទបាទ ខ្ញុំតាអនុវិទ្យាល័យគឺអស់ថ្នាក់រៀនហើយអញ្ចឹង បាទ ទៅដូរទីលំនៅទៅនៅ ទីរំ នៅ ខាន ទីរំខេត្តនៅមួយគេដែរហើយក៏ហ្នឹងហើយ ជាម្ដាយមីងឬក៏ ជាបងសាច់ញាតិជាង សាច់ ថា ញាតិ វារាប់អានគ្នាទេអញ្ចឹងណា អូសាច់ បាទរាប់ សាច់ អានគ្នា អត់មានជាសាច់ញាតិរបស់យើងទេប៉ុន្តែថាស្គាល់ ស្គាល់ គ្នា គ្នា រាប់អាន ហើយដល់ស្នាក់នៅហ្នឹង បាទ បាទរៀននៅហ្នឹងចប់ហើយក៏ខ្ញុំក៏មានប្រវត្តិរៀនគួរសមដែរ បាទ បាទរៀនសិស្សបកាអីគេដែរខាងគណិតវិទ្យាអញ្ចឹងណា បាទបាទ ហើយចប់ពីហ្នឹងប្រឡងចប់បាក់ឌុបហើយបានឡើងនៅភ្នំពេញពី1000តាំង98ទេ 98មករាជធានីភ្នំពេញ ពេញ98 បាទ កាលហ្នឹងរៀនត្រៀមមហាវិទ្យាល័យហើយនិយាយទៅក្តីសម័យដែលពីតូចមកចង់ខ្លាចជាគ្រូពេទ្យហើយនឹងហៅថាវិស្វករ វិស្វករ ចង់ធ្វើពីរហ្នឹង បាទ បាទថាទីបំផុតដល់ចូលប្រឡងមហាវិទ្យាល័យវិស្វករប្រឡងអត់ជាប់ទេ បាទបាទ បើគាត់ថាជាប់ពេទ្យវាជាតាប់ការប្រឹងប្រែងក៏បានជាប់ពេទ្យដោយបំណងដែរអញ្ចឹងណា ប៉ុន្តែក្នុងពីរមុខជំនាញហ្នឹងមួយណាដែលដុកទ័រវឌ្ឍនាបានន័យថាវាមានមួយ បាទ មានលេខ មួយ 1មានលេខ2 ទី1ហ្នឹងចង់វិស្វករ បាទអូ ប៉ុន្តែឡបានជាប់ហើយគាត់ ជាប់ បាទ បាទ ប៉ុន្តែបានជាប់ពេទ្យហើយក៏រៀនជ្រើសរើសជំនាញឯកទេសពេទ្យទៅ បាទបាទបាទ បាទ អញ្ចឹងពេលដែលដុកទ័រអញ្ជើញមកនៅភ្នំពេញនៅជាមួយនរណាដែរ ពីដំបូងខ្ញុំនៅវត្តទេវត្តអាណាឡោមអញ្ចឹងហ្នឹង បាទ បាទគេហៅក្មេងវត្ត បាទមិនដែរជីវភាពជីវិតជាអ្នកក្មេងវត្តទៅអាចជួនទៅ បាទ មិនទស្សនាបាន ជាក់ស្ដែងក្មេងវត្តគឺមានការលំបាកដែរពីដំបូងមកអញ្ចឹងណាជាពិសេសគឺពុកម្ដាយពីជំនាន់មុនវាអត់មានទូរស័ព្ទអីទេ បាទបាទ ពេលយើងខ្វះខាតដល់ពេលមកថាគេថាដាច់ខ្យល់ណាចុងខែដាច់ខ្យល់ណា បាទបាទ ពុកម្ដាយផ្សាយមកយឺតជួនកាលខែខ្លះយើងចាយនឹងឈរទៅវាពិបាកដែរវាហ្នឹងណា បាទ បាទនៅវត្តយើងបានការគ្រប់គ្រងពីសម្ដេចសង្ឃដែរផ្ដល់ជាអាហារជូនយើងអញ្ចឹងណាបាទយើងហូបមិនអីសុខចុកបានខ្លះដែរអញ្ចឹង បាទបាទ តែគាត់ថាវានៅខ្វះខាតកាលហ្នឹងណា បាទ បាទក្រោយមកបានប្រឡងចប់ពេលហ្នឹង2000មួយឆ្នាំក្រោយមក2019 ចឹងរៀនត្រៀម 99បានប្រឡងចប់ រៀនត្រៀមតែមួយឆ្នាំទេ ទៅមួយឆ្នាំ ប៉ុន្តែពេលដែលដុកទ័រអញ្ជើញមកនៅវត្តហ្នឹងស្គាល់ព្រះចៅអធិការឬក៏មកស្វែងគុំសុំទូលលោកដើម្បីស្នាក់នៅតែម្ដង បើតាមជាក់ស្ដែងខ្ញុំស្គាល់រិទ្ធគុណនៅខេត្តទេគាត់មានអ្នកភ្នំខាងនេះអញ្ចឹងគាត់បានមកសុំបន្តឲ្យនៅដែរស្នាក់នៅគាត់វត្តណាឡោមយើងហ្នឹង បាទបាទ បាទដែលលោកមានស្គាល់ចៅតិកានៅភ្នំពេញហ្នឹង បាទបាទ គាត់នៅគាត់បាទនៅគាត់លេខ1ហ្នឹងពេលតែខ្ញុំស្នាក់នៅគាត់លេខ15ទេកាលហ្នឹង បាទបាទតែនៅក្នុងជំនាន់ជាមួយដុកទ័រហ្នឹងនៅចាំពួកគាត់ទេ ទៅចាំ អាចនិយាយពីគាត់តិចហើយជាមួយនឹងដុកទ័រពីប្រវត្តិអតីតនៅការនៅវត្តមួយគ្នានឹងបានតិចមក អ្នកដែលនៅជាមួយគ្នា បាទបាទ សិតដែរអឺ2018 1998ហ្នឹងគឺមាននិស្សិតជាច្រើនពីខេត្តផ្សេងៗគ្នាមានសៀមរាបក៏មាន បាទ ពីខេត្តផ្សេងៗទៀតអញ្ចឹងនៅជុំគ្នាច្រើនបាទក្នុងតាមកត់មួយទៀត បាទ បាទខាងខ្ញុំហ្នឹងក៏ខាងសៀមរាបកត់សៀមរាបមាន3កត់ អូចឹងគេបែងចែកតាមខេត្ត តាមខេ តាម ត្ត ខេត្តអូ ដោយចាតិកាហ្នឹងគាត់មិនថាកត់មួយមានអ្នកគ្រប់គ្រង បាទបាទ បាទលោកគ្រប់គ្រងបានកត់ហ្នឹងទៅបណ្ដាញដូចខាងខេត្តសៀមរាបមាន3កត់ហ្នឹងទៅគាត់លោកគ្រប់គ្រងអញ្ចឹងតាមបណ្ដាញហ្នឹងយើងមកសាក់នៅហ្នឹង បាទ បាទ
តែឥឡូវប្រគាត់អ្នកដែលស្នាក់នៅជាមួយលោកចាំដិតហ្នឹងគាត់ឥឡូវទៅជាដល់ណាហើយបានជួបគ្នាទៀតទេមកដល់ឥឡូវពេលបច្ចុប្បន្នហ្នឹង បាទមកដល់ឥឡូវបានជួបខ្លះបើគាត់ណាមិនសូវជួបគ្នាច្រើនហ្មងនេះដោយសារមួយម្នាក់ធ្វើការងាររៀងខ្លួនហើយ បាទ ធ្វើការងារវាផ្សេងគ្នាអ្នកខ្លះបើទៅពេលនោះវាមានតែខ្ញុំមាន2នាក់ប៉ុន្តែម្នាក់ទៀតឥឡូវវាដាច់ខ្សែអាយុឆ្នាំហើយ បាទ តែយើងបានជួបខ្លះដែរ ជួបខ្លះដែរជួបហើយមកធ្វើការនៅនេះធ្វើការនោះអញ្ចឹងណាខ្ញុំធ្វើខាងពេទ្យអញ្ចឹងទៅបាទគាត់មានអីតើតូននឹងជំងឺគាត់សួរនាំដែរ បាទអរគុណច្រើនរោមជាបដិតនេះគ្រាន់តែជាប្រវត្តិរូបពីកុមារភាពនៃការសិក្សារោមជាបដិតប៉ុន្តែតោះនេះខ្ញុំចង់ដឹងពីការចាប់ផ្ដើមពីការសិក្សានឹងមករហូតមកដល់បច្ចុប្បន្នហ្នឹងតើរោមជាបដិតជួបនៅធម្មតាយើងវាមិនអាចរលូនទាំងអស់ទេបាទអញ្ចឹងចង់ដឹងថាតើរោមជាបដិតជួបនៅបញ្ហាអីខ្លះនៅពេលដែលយើងត្រឡប់ពីខេត្តហើយមកបន្តការសិក្សានឹងមកនៅរាជធានីភ្នំពេញនឹងចង់ដឹងភាពលំបាកឧបសគ្គដែលលោកទៅជួបប្រទះបាទធម្មតាឧបសគ្គច្រើនព្រោះជាចំណូលថ្មីនៅក្នុងក្រុងភ្នំពេញណាបាទទី1គឺអត់មានហៅថាមកតែឯងកាលហ្នឹងនៅតែឯងហើយក៏មានជុំអ្នកនិស្សិតផ្សេងដែរមកចូលរួមរបស់នៅជាមួយហ្នឹងបាទតែជួបរឿងពិបាកគឺជួបហើយដូចខ្ញុំនិយាយមិញគឺធ្លាប់ឈឺដែរធ្លាប់ឈឺស្កាត់ពេលខ្លះពុកម្ដាយក៏អត់ដឹងទេបាទតើឈឺរឿងខ្លាំងទៅបានគេតាក់ទងទៅបានប៉ុន្តែបានព្យាបាលក្រោយជាដែរចា៎កាលនោះឈឺអីដែរហើយជាលាកពោះវៀនកាលហ្នឹងជំនាន់នោះបាទចឹងទៅទុកខ្លាំងដែរចុះពេលហ្នឹងបានពេលណាមើលបាននិស្សិតពេទ្យអ្នកទៀតដែលមានសាក់នៅមួយគ្នាហ្នឹងគាត់ជួយមើលដែរតែពេលហ្នឹងលោកដុកទ័រជាប់ពេទ្យហើយរៀនពេទ្យហើយកាលហ្នឹងតាមពិត2019ជាចូលពេទ្យហើយមានអ្នកទៀតគាត់រៀនពេទ្យខូចយ៉ាងមួយចំ2-3ជំនាន់បាទទៅបានគាត់ជួយមើលដែរអញ្ចឹងបានជួយមើលហើយពេលហ្នឹងពុកម្ដាយគាត់ឡើងមកមើលបន្តឬក៏យើងចិត្តជាគាត់ដឹងហើយគាត់ឡើងមកមើលដុកទ័របន្តអញ្ចឹងថាបាទហើយបន្តពេលនោះមកទៀតហើយតមកទៀតវាចង់និយាយថាការរៀនសូត្រវាមិនជាបានដោយសារការប្រឹងប្រែងរៀនវារលូនណាស់ទេទៅក្នុងការរៀនបាទហើយបើពីរឿងពិបាកគឺតកតងជាមួយនឹងហៅថាពួកយើងធម្មតាទៅហូបទៅចុកយ៉ាងណាបាទហូបចុកមិនដែរជួយវិជ្ជាបន្ថែមខ្វះខាតដែរបើគាត់បានជំនួយពីចាតិកាឬមួយក៏ដែលនិគុណនោះគាត់ផ្ដល់ជាកោអីដែរយើងក៏មានអីពេលខ្លះញ៉ាំបាយយើងទិញម្ហូបតិចតួចទៅបានហូបអញ្ចឹងណាបាទតែជីវិតជាអ្នកនៅវត្តបាទគាត់ថាដុកទ័រធ្លាប់ទៅតាមលោកតាមអីឬក៏យកស្រៈយកបាតឬក៏អីតាមខ្លះដែរបាទជួយចែករំលែកពីចំណុចហ្នឹងមកសពតាមលោកទៅបិណ្ឌបាតបាទមិនដែរពេលពេលតនេទេបើគាត់វាមិនបានច្រើនទេដោយសារពួកខ្ញុំរៀនហ្នឹងរវល់ច្រើនពេលតនេបានទៅបាទជួយបាតលោកបាទកាលនោះដុកទ័រស្នាក់នៅវត្តហ្នឹងរយៈពេលប្រហែលឆ្នាំដែរស្នាក់នៅចូល3-4ឆ្នាំដែរ3-4ឆ្នាំដែរក្រោយមកបានយើងមកស្នាក់នៅផ្ទះជួលដោយសារមានប្អូនមកពីម្នាក់2នាក់ទៀតទៅរៀនយើងគាត់មករៀនភ្នំពេញដែរអញ្ចឹងយើងអាចនៅវត្តជុំគ្នាបានអត់អាចនៅបានដោយសារនិយាយទៅកន្លែងមានកម្រិតមានកំណត់ដែរបាទចង់ដឹងពីបន្ទាប់ពីនោះទៀតជីវិតនៅផ្ទះជួលហើយបន្តមកដល់មានគ្រួសារជួលដល់រៀនចប់ហ្នឹងក៏បានបន្តការសិក្សានៅបារាំងបានមហារូបករណ៍ទៅរៀននៅប្រទេសបារាំងហ្នឹងគឺ3ឆ្នាំបាទក្រោយមកបានត្រឡប់មកវិញ2010អញ្ជើញមកបានមកវិញបាទហើយប្រហែលឆ្នាំ2009នេះបានរៀបការអញ្ចឹងហើយទៅវិញមុនទៅបារាំងហ្នឹងរៀបការហើយទៅហើយភាសាទៅសិនប៉ុន
តាំងពី2009ដើមខែដើមឆ្នាំអញ្ចឹង2003ខ្ញុំចប់នៅខ្មែរចប់ពេទ្យហ្នឹងហើយក៏បន្តបារាំង2009មកការ ហើយពេលនោះអត់ទាន់មានការងារធ្វើឬក៏ តែនៅបារាំងឡើយ តែយកគ្រួសារសិន បាទ បាទហើយបន្ទាប់មកទៅរៀននៅបារាំងបន្តទៀត ដល់2010ខ្ញុំត្រឡប់មកវិញ បាទហើយគ្រួសារឲ្យទៅដែរ បាទ អូខេ ចាត់ទៅចប់បន្តរហូត បាទបន្តតែមុនបន្តហ្នឹងដុកទ័រប្រឡងបាក់បួកឬក៏ប្រឡងអាហារូបករណ៍ជាប់ បាទហ្នឹងគឺ អត់បង់លុយទេនៅស្រុកបារាំង បាទ ហើយត្រឡប់ពីបារាំងមកវិញប៉ុន្តែមុននឹងមកដល់ត្រឡប់វិញខ្ញុំចង់ដឹងពីជីវិតនៅស្រុកគេមិញជីវិតនៅស្រុកខ្មែរឥឡូវចង់ដឹងពីបារាំងតិចមើលជីវិតតែ ស្រុកបារាំងទៅវាមិនតាមពិតវាមានរឿងពិបាករឿង challenge ដូចតែគ្នាទេបើថា challenge ទី1ហ្នឹងគឺជាតិសាសន៍បារាំងគឺរៀងខុសពីយើងទាក់ទងនឹងការគិតរបស់គាត់ បាទ គាត់ណាអ្វីដែល challenge គឺភាសា បាទ ព្រោះទៅដំបូងភាសាមិនមែនថាម៉េចខ្ញុំក៏ចេះគួរសមដែរបើទៅក្នុងពិភពមួយគឺនិយាយតែភាសាបារាំង បាទ វាដំបូង 2-3 ខែដំបូងយើង challenge ដែរបើគាត់3ខែក្រោយមកយើងខ្ញុំមិនដាប់បាន បានយើងធ្វើបាននិយាយទៅនិយាយគ្នាតំណងបានធ្វើការវាចាប់ដើម improve បាទប៉ុន្តែនៅក្នុងបារាំងហ្នឹងគាត់គេនិយាយភាសាអង់គ្លេស បារាំងសិន ហើយ យើងមានជនជាតិអង់គ្លេសមកមួយដែរ អូខេអរគុណច្រើនលោកចំតិតអញ្ចឹងត្រឡប់មកស្រុកខ្មែរយើងវិញនៅឆ្នាំ2010 បាទ 2010 ហ្នឹងក៏ដំបូងចូលធ្វើការឯកជន 2-3 កន្លែងដែរហើយក្រោយមកក៏បានចូលមកគ្រប់មករត់រាប់ខណ្ឌរដ្ឋទីពេទ្យធំនៅភ្នំពេញហ្នឹង បាទ បាទ អញ្ចឹងពេលត្រឡប់ពីស្រុកបារាំងមកដុកទ័រចូលបម្រើការងារឯកជន បាទប្រហែលខែដំបូងហ្នឹងទេមកក៏បានចូលមកគ្រប់ខណ្ឌរដ្ឋ បាទទីពេទ្យកាឡាម៉ែតហ្នឹង បាទ ក្រុមរានៅថ្ងៃនៅក្របខ័ណ្ឌនៅទីពេទ្យកាឡាម៉ែតទៀត អត់ទេខ្ញុំឈប់មករយៈធំហើយ ផ្ដាច់ក្របខ័ណ្ឌបាទអូខេបាទ ហើយក្រោយមកក៏ចប់ពីកាឡាម៉ែតទៅពេទ្យលោកសង្ឃដែរប្រហែលឥឡូវខ្ញុំបានឈប់ហើយ បាទ ដោយសារតែមានដីសម័យខ្លួនឯងសម្រាប់ផ្ទាល់ខ្លួន បាទ បាទក្នុងការបង្កើតជីវកម្មខ្លួនឯងជាមន្ទីរសម្រាប់ព្យាបាលclinic ហ្នឹង clinic ឯកជន បាទតែនៅពេលហ្នឹងជួបបញ្ហាមិនខ្លះដែរនៅពេលដែលទីមួយយើងផ្ដាច់ខ្លួនចេញពីវិស័យឯកជនហើយនឹងរដ្ឋហើយមកបើក ខ្លួនឯង បាទសំណួរហ្នឹងគឺខ្ញុំនឹកឃើញពីរឿងដែល challenge ជាច្រើន បាទ ពីព្រោះផ្លាស់ប្ដូរពីទៅធ្វើការ បាទ មកធ្វើខ្លួនឯង បាទ ជួបរឿង challenge ច្រើន បាទ រឿងលំបាកក៏ច្រើនដែរ បាទ មានថាដោយសារយើងអត់ចេះរកស៊ីពួកខ្ញុំមាននឹងពួនណៃមកជួយ ចេះរកស៊ីទៅយើងដឹងអត់សុខធ្វើការឲ្យគេនោះ បាទ ដូចពាក្យក្នុងអាជីវកម្មគឺថាគេដាក់ត្រីឲ្យញ៉ាំរហូត បាទ ដល់ពេលយើងមករកស៊ីវាខុស ធ្វើទៅរកត្រីមកញ៉ាំក្នុងន័យថារកអតិថិជនរកភ្ញៀវរកអីចឹងមកនេះចឹងណា បាទទៅរឿងច្រើនណាស់ប៉ុន្តែបើមុនតាមពិតទៅវាមានរឿង challenge ជាច្រើនមុននឹងចាប់ផ្ដើមដែរគឺថាឆ្លងកាត់ការងារជីវិតជាគ្រួសារក៏ជួបរឿងពិបាកច្រើនអាចថា stress ច្រើនណាស់ក្នុងការធ្វើការច្រើនដោយសារតាមពិតវាមូលហេតុចម្បងគឺដោយសារតែអពេលវេលារបស់គ្រូពេទ្យទៅមិនមែនតែខ្ញុំទេគ្រូពេទ្យគ្រប់គ្នាគឺយើងការគេងវាមិនបានគ្រប់គ្រាន់ដូចទូទៅទេបាទការគេងវាផ្ដាក់មានថ្ងៃមានយប់24ម៉ោងប្រែប្រួលឡូតហ្នឹងទៅវាដល់ពេលមួយគឺ stress ឯងហើយបាទ stress ការគេងឬក៏ stress ជាមួយ stress ទាំង តែយើងអត់មានពេលវេលានៅមួយ ពេលវេលាសម្រាប់ខ្លួនឯង សម្រាប់គ្រួសារក៏ដូចជាពេលវេលាបើថាបញ្ហាវាច្រើនទៅតងខ្ញុំគិតថានិយាយធំ3ចុះ បាទ តើតងសុខភាពរបស់ខ្ញុំក៏ប៉ះពាល់ដែរកើតជំងឺហ្នឹង បាទ គឺគេអត់លក់ stress anxiety ច្រើនចាប់ភ័យចាប់ខ្លាចអញ្ចឹងដោយសារយើងហត់នៅពេលយូរទៅវាប៉ះពាល់អារម្មណ៍ហ្នឹង
អ្នកតំណងជាមួយគ្រួសារពុនកូនក៏បានល្អដែរ បាទ ព្រោះតែយើង stress ទៅមកផ្ទះវិញក៏មិនសុបាយចិត្តដែរបើកាលហ្នឹងវាអត់ទាន់ដឹងធ្វើម៉េចទេ បាទ ហើយតកតងនឹងមួយទៀតគឺហិរញ្ញវត្ថុពេលយើងប្រឹងធ្វើការអូខេចំណូលច្រើនណាស់ប៉ុន្តែការចាយវាយផ្សេងគឺមានបញ្ហា បាទ រកបានច្រើនចាយច្រើននឹងជាបញ្ហាដែលកើតមានតែខ្ញុំមើលទៅវាអ្នកធ្វើការកន្លងជាច្រើននេះគឺជាប់បញ្ហាហ្នឹងអាចថាមិនខំមិនសូនទេវាខំសូនវិញដោយសារពេលហ្នឹងវាបំណុលចុះជ័យធនាគារទិញផ្ទះបងមលោះទិញដីបងមលោះចឹងទៅ បាទ វាជាប់ជាពាក់ច្រើនទៅយូរទៅវា stress ហើយធ្វើការកាន់តែអាយុកាន់តែកើនទៅវាអាការងារយើងមិនអាចធ្វើការដូចមុនណា បាទ បាទអញ្ចឹងបន្ថយអាការងារក៏បន្ថយមិនកើតជំងឺវាកើន ការ ឡើងខ្លាញ់ឡើងវិញហ្នឹង បាទ ឡើងគីឡូទៀតកាលហ្នឹង បាទចឹងមានគីឡូស្រីមដូចចឹង អត់ចឹងទេ អូខេ ឆ្លងកាត់ហ្នឹងទៅវាបើថារឿងសំខាន់ហ្នឹងគឺអ្នកតំណងមួយប្រពន្ធកូនអត់សូវល្អ គាត់រករឿងយើងឬក៏មិនឬក៏អាចចែកម្លែកបានកន្លែង បើនិយាយអ្នកតំណងគឺមិនប្រសើរដោយសារអីខ្ញុំពីមុនណា បាទ គិតថាខ្ញុំជាជំហរគ្រួសារឯងបើងលុយអី បាទ គាត់យល់ហើយ បាទ បើជាក់ស្ដែងមិនមែនទេការចង់បានរបស់ពួកគាត់មិនមែនតាលុយគាត់ទេ លើពីហ្នឹង លើពីលុយ បាទ ចឹងពេលដែលយើងកំពុងតែមួយកសាងគ្រួសារដំបូងគឺយើងត្រូវការលុយមែនទេនៅពេលដែលពេលវេលាគ្រប់គ្រាន់មានន័យថាលុយវាលែងសំខាន់សម្រាប់គាត់ មិនថាសំ មិនសំខាន់ទេមានន័យថា ខាន់តែគាត់ត្រូវការអ្វីផ្សេងក្រៅពីលុយ លើពីលុយទៅទៀតលើពីលុយទៅទៀត ដែលមានតម្លៃមិនអាចវាស់វែងបានទេ អូខេអាចជួយជំរាបបានទេអីពេលហ្នឹងដែលគាត់ត្រូវការខ្លាំងពីដុកទ័រតែម្ដងដែលលើសពីលុយហ្នឹង ពេលវេលា នៅមួយគាត់ បាទពេលវេលានឹងមួយគាត់ក្តីស្រឡាញ់ ក្តីស្រឡាញ់ ព្រោះខ្ញុំគិតថាផ្ដល់ប៉ុណ្ណឹងវាគាត់មើលឃើញ បាទ បើពិតជាស្ដែងមិនមែនអញ្ចឹងទេគាត់ត្រូវការការក្តីស្រឡាញ់ត្រូវការពេលវេលានៅមួយគាត់ឲ្យបានច្រើន អញ្ចឹងកាលហ្នឹងនិយាយទៅបើនឹកពីមុនមក5ថ្ងៃខ្ញុំយាម3ថ្ងៃឯងយាមនៅពេទ្យបើមិនឯកជនរត់បាទអាទិត្យសម្រាប់បានមួយថ្ងៃទៅ2ថ្ងៃទេអញ្ចឹងទៅវាអស់ពេលនៅមួយពួកគាត់ហើយយូរទៅវាជាបញ្ហាតតំណងមួយពួកគាត់មិនល្អ បាទអញ្ចឹងទៅដល់ពេលមក stress នៅកន្លែងការងារនឹងផងហត់ផងអីផងសម្រាប់អត់សូវបានមកផ្ទះមិនបានល្អទៀតអញ្ចឹងអញ្ចឹងបើទៅទៅតុំបញ្ហា challenge វាច្រើនទៅ3ធំហ្នឹងឯងដែលខ្ញុំចែកបាទនិយាយថាវាសុខភាពខ្លួនឯងក៏ចុះខ្សោយផ្លូវកាយផ្លូវចិត្តហើយថោឲ្យនឹងអ្នកតំណងមួយ ការតំណតំណងមួយក្រុមគ្រួសារបាទ យើងនិយាយទៅពីសម័យពីកាលនោះវាថ្ងៃណាក៏ស្រក់ទឹកភ្នែកដែរបាទសំបីនិយាយចង់មកម្ដងផងទប់ទេ បាទនៅឲ្យបងអញ្ចឹងចង់ឲ្យបងជំរាបជូនតិចទៀតតកតងទៅនឹងពេលដែលបងជួបនៅបញ្ហាទាំងអស់ហ្នឹងណាបង បាទ អាចជួយបន្ថែមតិចមើលថាពេលដែលយើងជួបបញ្ហាទាំងអស់ហ្នឹងលំបាកមិនខ្លះពីអ្វីដែលបងបានជួបប្រទះហ្នឹង អ្វីដែលលំបាកគឺកាលណាប៉ះពាល់មានចង្រៃanxiety stress ហ្នឹងមកគឺធ្វើឲ្យតំណងនៅក្នុងជាពិសេសមួយគ្រួសារមួយប្រពន្ធណាបាទវាអត់ល្អបាទកាន់តែអញ្ចឹងថាវាពេលរឿងឃ្លាតឆ្ងាយពីគ្នាជាពិសេសកូនក៏អញ្ចឹងដែរគាត់ដល់ពេលធ្វើមកវាធ្វើការវិញអត់កូនអត់និយាយហៅជាច្រើនខែអញ្ចឹងទៅបាទដល់ពេលមួយបានហើយសំខាន់គឺខ្ញុំបានដូរចរិតខ្លួនឯងទៅទៅជាឆេវឆាវកាយអញ្ចឹងណាបាទឆេវឆាវកាយពេលខ្លះទៅវាឥទ្ធិពលមិនល្អទៅដល់ពួកគាត់ដែរ
ហើយក៏បានមើលឃើញថាខ្លួនឯងបើផ្លែកជាងមុនច្រើននិយាយទៅពេលខ្លះវាទៅជាមនុស្សអ្នកដែលកាចដូចជាសឡុតកូនដូចជាដើមបាទជាអ្វីដែលបើតែសំណាងល្អ2019នោះបងប្រុសគាត់កាលនោះជួបគ្នាញ៉ាំអីជុំគ្នាខ្ញុំក៏សឡុតកូនបងក៏ប្រាប់ថាបាទក៏ណែនាំ training នឹងឯងការថ្នាក់រៀនមួយដែលឆ្លុះបញ្ចាំងខ្លួនឯងពី leadership program មួយដែលធ្វើឲ្យខ្ញុំបានមើលឃើញពីជ្រុងហៅថាខ្លួនឯងឲ្យបានចាំពីមុនបន្ទោសគេបន្ទោសឯងអញ្ចឹងណាបាទដល់ពេលរៀនពីថ្នាក់ leadership ហ្នឹងទៅ explore ខ្លួនឯងមានបញ្ហាជាច្រើនហើយក៏បានដល់តាមរយៈ training ហ្នឹងក៏បានផ្លាស់ប្ដូរខ្លួនឯងការគិតខ្លួនឯងបើនិយាយទៅនឹករឿងនឹងចង់ទៅយំហ្នឹងវាលេងឡងមកឲ្យគាត់ណាបើគាត់ណាបើពីដំបូងអាភ្លាមប៉ុន19ហ្នឹងគឺថ្ងៃណាក៏ខ្ញុំយំដែរបាទពេលរៀនចប់ហ្នឹងគឺវាចង់និយាយថាសូម្បីខ្ញុំនឹកឃើញឥឡូវពីក៏នៅថាអូលដើមកនិយាយពិបាកនិយាយចេញដែរបាទនៅពេលដែលចប់ training ទៅក៏បានមើលឃើញគោលដៅសំខាន់បាទនៅពេលដែលខ្ញុំមានគោលដៅពេលហ្នឹងបានចេញគំនិតមកថាគួរធ្វើអីថាចង់បានអីគេបាទគួរតែធ្វើអីខ្លះអ្វីដែលខ្ញុំខ្វះខាតចាំបានមើលឃើញខ្លួនឯងបាទពីពេលហ្នឹងមកក៏បានមើលឃើញគោលដៅថាខ្លួនឯងតាមពិតចូលចិត្តមកការងារជាឯកជនជាខ្លួនឯងវិញដោយសារតែគិតថាវាធ្វើការយូរឆ្នាំទៅវាអត់ទៅមុខខ្លួនឯងមិនមែនតែអតីតទេបាទហើយក៏មិនមែនជាគោលដៅខ្ញុំទៅនឹងដែរបាទអញ្ចឹងខ្ញុំក៏មើលឃើញថាបើមិនចង់ទៅនឹងផងហ្នឹងមិនចង់បានទូនាទីតំណែងឲ្យផងហើយខ្ញុំទៅធ្វើការអញ្ចឹងបាទអញ្ចឹងខ្ញុំតាមគោលដៅខ្ញុំមានតែខាងហ្នឹងឯងបាទអញ្ចឹងក៏ចាំពេលហ្នឹងមកក៏មើលឃើញចង់រកស៊ីបានចាប់ដើមមើលឃើញគាត់រក training ទៅអាជីវកម្មក៏រកឃើញពេលហ្នឹងក៏សេច Facebook ឃើញសហគ្រិនភាពដោយសារចង់រកស៊ីបាទក៏ហើយជា Facebook វារុញឲ្យមើលឃើញក៏ដោយក៏បានមើលឃើញក៏ចូលរៀនទៅក៏បានថាឃើញថាយើងគួរទៅបើអ្វីដែលជំនាញរបស់ខ្លួនឯងបើតាមពិតទន្ទឹមនឹងពេលហ្នឹងចាប់ដើមស្ដាប់idol នេះអាចារ្យជីកម្មជុំវិញពិភពលោកហ្នឹងបាទប៉ុន្តែអ្វីដែលថាច់ខ្ញុំជាងគេជាកមកមើលវីដេអូគាត់បាទអាសាមើលវីដេអូគាត់ជាច្រើនពីព្រោះគាត់ចាប់ផ្ដើមរៀងលេដែលតងជីវកម្មហើយធ្វើការមាន challenge ច្រើនដែរបាទអញ្ចឹងក៏រៀនសូត្រពីគាត់ពាក្យដែល challenge ដែលធ្វើឲ្យខ្ញុំរុញមកដល់ពេលហ្នឹងគឺហៅធ្វើអ្វីធ្វើបានមុនគេ be the first not the best បាទកន្លែងហ្នឹងគឺតែធ្វើឲ្យខ្ញុំហ៊ានធ្វើមកពេលកំពុងតែនេះក៏ចឹងខ្ញុំយកអត្ថស្ដីមកធ្វើដែរខ្ញុំពីនៅពេល stress ច្រើនទៅជាមនុស្សម្នាក់អត់ចង់និយាយស្ដីទេtimid ថាអៀនច្រើនខ្មាស់អៀនអត់ចង់និយាយស្ដីទាំងអស់ចឹងណាបាទដល់ពេលយកពាក្យគាត់នោះមកខ្ញុំ challenge ធ្វើម៉េចខ្ញុំត្រូវតែធ្វើបាទខ្ញុំចង់ធ្វើមកចង់រស់ស៊ីបាទត្រូវតែចេះនិយាយត្រូវតែទំនាក់ទំនង communication ហ្នឹងឲ្យវាប្រសើរត្រូវតែហ៊ានធ្វើ confident ក្នុងការធ្វើអីមួយបាទដល់ពេលអញ្ចឹងចាប់ដល់ចំណុចចិត្តខ្លួនឯងធ្វើរហូតដល់បើថាមកដល់ពេលហ្នឹងខ្ញុំឡើងនិយាយហ្នឹងគឺពីមុនមកខ្ញុំអត់ហ៊ាននិយាយសោះប៉ុន្តែក្រោយប៉ុន19ប៉ុន20មកខ្ញុំ challenge បន្តរៀន training ជាប្រចាំអញ្ចឹងធ្វើឲ្យខ្ញុំហ្នឹងវាមានភាពក្លាហាន confident ក្នុងការទោះបីតែអត់ស្គាល់បងខ្ញុំអាចនាំបងនិយាយបានដែរ
hiện được phơi ở vậy để dân trong nhom trong bàn chắc man cái này năng để nhom chặt đang xí có riêng đã tân đầu căn làภาษา cho room cho riêng là training clay clay chỉ ra tiệt បាទតែមុននឹងទៅដល់នោះតែខ្ញុំចង់សួរលោកចាំដិតតងទៅនឹងដែលយើងរៀបមិញពីខាងដើមមិនន័យថាមានបញ្ហាមួយទាំងគ្រួសារទាំងអីរហូតដល់យើងជួបជាមួយបងប្រុសហើយគាត់បានណែនាំចូលវគ្គបដិបដាប៉ុន្តែធ្លាប់ខ្ញុំជឿថាមិនចូលតែមួយវគ្គហើយយើងអាចបដូរការផ្នត់គំនិតរបស់យើងមកបានទេថាហើយវានឹងមានវគ្គច្រើនបន្តទៀតប៉ុន្តែខ្ញុំចង់ជំរាបសួរលោកចិនដិតថាថងតកតងនឹងនិយាយជាមួយបងស្រីថាម៉េចដើម្បីគាត់អាចមកតាមយើងក្នុងការបង្កើតអាជីវកម្មថ្មីហ្នឹងអាចសុំកន្លែងហ្នឹងបន្តិចបាទក្នុងការនាំគាត់មកនេះគឺជារឿងដែលលំបាកដែរតបងបាទតបងយើងមានអាជីវកម្មទូចមួយហើយយើងមានជាបន្ទប់ពិគ្រោះខ្ញុំបាទគាត់ក៏ជួយ support ច្រើនដើម្បី challenge ដល់នាទីនេះគាត់ជាមន្ទីរសម្រាប់ព្យាបាលហ្នឹងជារឿងដែលពិបាកដែរពិបាកយ៉ាងម៉េចគឺចង់និយាយថាមកកាធំការទូខុសត្រូវការទូការធំបាទហើយជារឿងមួយដ៏លំបាកគឺការធ្វើការដឹកនាំការ manage គ្រប់គ្រងបុគ្គលិកមនុស្សក្រុមអាវ៉ាហ្នឹងច្រើនគ្នាដែរបាទអញ្ចឹងវា challenge ច្រើននិយាយមួយគាត់ទៅគាត់ថាបើថាយើងបើកជា clinic យើងមានក្រុមការងារបាទអញ្ចឹងយើងមានពេលទៅណាទៅណីបានជាលក្ខណៈគ្រួសារបាទអាហ្នឹងការគិតដំបូងហ្នឹងបាទទៅនិយាយមួយគាត់បាទគាត់ដំបូងអត់ចង់ដែរហ្នឹងគាត់ថាពិបាកអីចឹងណាបាទក្រោយមកគាត់ក៏ព្រមទៅក៏បានមកបើកនៅ clinic រាល់ថ្ងៃហ្នឹង Belcare ហ្នឹងបាទហើយក៏បើកក៏ជួបរឿងពិបាកជាច្រើនទៀតដែរប៉ុន្តែនៅពេលបើកទៅដូចបំណងដែលគិតជាមួយអ្នកគ្រូដែលអត់ថានឹងមានពេលវេលានៅមួយគ្នាច្រើនអាចដើរលេងជាលក្ខណៈគ្រួសារច្រើនតើតោងពេលវេលាដើរលេងជាមួយគ្រួសារវាមានការជាងមុនបន្តិចដោយសារយើងមានក្រុមការងារបាទគាត់ប្រចាំពេលខ្ញុំអត់នៅបាទប៉ុន្តែវារឿង challenge មួយទៀតបាទក្នុងការធ្វើម៉េចឲ្យពួកជាក្រុមការងាររបស់យើងធ្វើការល្អឥឡូវហ្នឹងគឺជារឿង challenge ដែរសម្រាប់ពួកយើងជាចាស់ជីវកម្មជាឧបេហ្នឹងបាទមកបើកជីវកម្មហើយការដឹកនាំផ្សេងហ្នឹងមានកម្រិតដែរបាទអានការហ្នឹងក៏ challenge មួយគាត់ដែរបាទដោយសារគាត់មើលឃើញថាជំងឺមករោខ្ញុំច្រើនជាងគេដល់ពេលអញ្ចឹងគេពេញចិត្តកន្លែងនោះ challenge មួយគាត់ដែរប៉ុន្តែគាត់ថាជាចុងក្រោយគឺខ្ញុំទៅរៀបចំ flow ការងារឲ្យប្រសើរបាទដើម្បីឲ្យភ្ញៀវចេញមកជួបខ្ញុំក៏បើខ្ញុំទៅខ្ញុំមើលទៅខ្ញុំអត់ដឹងខ្ញុំថា introduce ក្រុមការងារបន្ទាប់ឲ្យគាត់ជួយមើលបន្ទាប់បាទអរគុណច្រើនសម្រាប់ខ្សែជីវិតបងដុកទ័រក៏ដូចជាអាជីវកម្មបាទអញ្ចឹងកម្មវិធីរបស់យើងចិត្តដល់ទីបញ្ចប់ហើយអញ្ចឹងជាមុននឹងដល់ទីបញ្ចប់ចង់ឲ្យលោកតាជួយជា recommendation ឬក៏ជាមតិផ្ដាំផ្ញើដល់លោកស្រីបងប្អូនដែលកំពុងតែទស្សនានៅវីដេអូនេះពីការចង់និយាយថាខ្សែជីវិតតែយើងម្នាក់វាមិនថាដូចដុកទ័រទាំងអស់ទេប៉ុន្តែវាមានចំណុចខ្លះដែលយើងអាចយកទៅសិក្សារៀនសូត្របានបន្ថែមឬក៏ជាចំណុចមួយដែលអាចជាកម្លាំងចិត្តសម្រាប់គាត់បានដែរអញ្ចឹងណាបើតែគាត់ជួបនៅបញ្ហាតែគាត់ត្រូវដោះស្រាយមិនគាត់ត្រូវធ្វើមិនតាមតែជាបទពិសោធន៍របស់មិនន័យថាជា lesson learn មួយជាមេរៀនមួយសម្រាប់គាត់ដែលឆ្លងតាមដុកទ័របានជំរាបជូនមកហ្នឹងបាទតាមពិតតាមបទពិសោធន៍ដែលជួបរឿងទៅវាមានរឿងល្អមានរឿងមិនល្អជាច្រើនដែរបាទរឿងល្អភាគច្រើននិយាយជារួមណាដូចយើងមិនសូវនឹកឃើញទេបាទនឹកឃើញតែរឿងមិនល្អជាច្រើនបាទអញ្ចឹងបានមានពាក្យមួយហៅថានៅពេលយើងជួបរឿងមិនល្អបាទរៀនសូត្រពីវាព្រោះនៅពេលដែលយើងរៀនសូត្រពីវាឲ្យដឹងពីតើមូលហេតុអ្វីបានវាអញ្ចឹងបាទតើធ្វើម៉េចល្អប្រសើរលើកក្រោយកុំឲ្យកើតឡើងមានបាទ
គឺខ្ញុំតែងតែមានអីមកតែលទ្ធផលចេញមកមិនល្អខ្ញុំចង់អត់ចង់បានទេខ្ញុំធ្វើម៉េចលើកក្រោយដោះស្រាយកុំឲ្យមានរឿងកើតឡើងដដែលហ្នឹងបាទហើយអ្វីដែលចង់ចែករំលែកទៅអ្នកជំនាន់ក្រោយក៏ដូចជាពិសេសយុវជនបាទដែលគាត់មានកម្លាំងហ្នឹងបាទហើយគាត់មានគោលដៅឲ្យច្បាស់លាស់ជីវិតរបស់យើងត្រូវតែមានគោលដៅបាទចង់អីពិតប្រាកដចង់អីមួយឲ្យពិតប្រាកដអាហ្នឹងឯងដែលធ្វើឲ្យជាកម្លាំងជំរុញចិត្តហ្នឹងបាទព្រោះបើគ្មានគោលដៅនោះទេអត់ចង់ធ្វើអីថ្ងៃក្រោយទេគ្មានអ្វីដែលធ្វើឲ្យខ្លួនឯងនឹងរុញទៅមុខទៀតទេបាទឧបមាថាខ្ញុំចង់បានខ្លាចជាម្ចាស់ជីវកម្មបាទខ្ញុំត្រូវធ្វើម៉េចរៀនសូត្រពីជីវកម្មឲ្យច្បាស់បាទហើយជីវកម្មអីគេអ្វីដែលសំខាន់ម្ចាស់ជីវកម្មជាច្រើនឃើញគេបើកបានយើងបើកតាមគេហើយគេបើកជោគជ័យយើងខំតាមគេហើយបាទជួបបញ្ហាជាច្រើនអញ្ចឹងជាអ្វីដែលខ្ញុំបានដើរហើយចង់បើកជីវកម្មជារឿងល្អដើម្បីជួយបង្កើតការងារក៏ដូចជាជួយសេដ្ឋកិច្ចខ្មែរយើងដែរបាទប៉ុន្តែមុននឹងបើកត្រូវតែស្វែងយល់ឲ្យដឹងថាតើអ្វីជាបញ្ហានៅក្នុងឧបមាថាខ្ញុំពេទ្យបាទបញ្ហាជាជនយើងបច្ចុប្បន្នមានបញ្ហាអ្វីខ្លះទៅតងសុខភាពខ្ញុំទៅគិតពីអាហ្នឹងបាទតើសុខបញ្ហាអីគេបាទដើម្បីយើងដោះស្រាយដំណោះស្រាយហ្នឹងទៅដោះស្រាយបញ្ហាជូនភ្ញៀវជូនជំងឺហ្នឹងទៅគឺមានតែជាឧទាហរណ៍មួយប្រហែលក្នុងអាជីវកម្មផ្សេងគឺមានបញ្ហាផ្សេងបាទរកឲ្យឃើញទៅដោះវាហ្នឹងគឺជាអាជីវកម្មបើសិនតែយើងឃើញគេបើកជោគជ័យទៅបើកអាហ្នឹងមិនមែនទេគឺយើងបញ្ហាច្រើនផលប្រធានបាទផលប្រធានបាទហើយនៅពេលដែលចូលធ្វើហ្នឹងគឺបើអាជីវកម្មយើងត្រូវរៀនជំនាញក្នុងការដឹកនាំបាទគ្រប់គ្រងក៏ដូចជាទាំងទុនមនុស្សជាពិសេសយើងត្រូវការមួយមនុស្សបាទហើយត្រូវតែចេះចាត់ចែងទៅទៅនឹងថវិកាហ្នឹងដែរឲ្យវាគ្រប់គ្រងថវិកាបាទគ្រប់គ្រងថវិកាបានចាយឲ្យត្រូវធ្វើឲ្យការចំណូលព្រោះសំខាន់ជីវកម្មកន្លែងហ្នឹងឯងបាទដែលពីមុនខ្ញុំធ្លាប់ស្ដាប់លោកគ្រូជាច្រើនទៅដល់ជីវកម្មគាត់ចែកម្លែកមកថាអាការរុលលួយមិនពិបាកទេបាទពិបាកចាយលុយឲ្យត្រូវនៅពេលខ្ញុំបើអូស៊ីខ្លួនឯងបានខ្ញុំយល់បាទហូលលុយឲ្យរកបានហើយប៉ុន្តែធ្វើម៉េចចាយឲ្យត្រូវបាទអូខេព្រោះនៅជាច្រើនចាយអត់ត្រូវទេដូចខ្ញុំប្រវត្តិខ្ញុំនិយាយពីមុនមកអញ្ចឹងបាទ2010ខ្ញុំចំណូលបានច្រើនណាស់មួយខែប៉ុន្តែអត់មានសល់លុយទេគឺដោយសារខ្វះចំណេះក្នុងការចាយលុយហ្នឹងឯងឲ្យត្រូវបាទជាសារចុងក្រោយដែលខ្ញុំចង់ចែករំលែកផងដែរគឺតកតូននឹងគោលដៅជីវិតរបស់យើងត្រូវការ3ធំគឺទី1សុខភាពរបស់យើងទី2ការរកស៊ីការធ្វើការហ្នឹងដើម្បីបង្កើនប្រាក់ចំណូលរបស់យើងទី3គឺកុំភ្លេចឲ្យសោះគឺទំនាក់ទំនងមិនថាយើងជាមួយនឹងក្រុមគ្រួសាររបស់យើងប្រពន្ធកូនឬមួយក៏ក្រុមការងារទេគឺត្រូវការ3នឹងសំខាន់បាទអត់មួយណាក៏វាប៉ះពាល់មួយប៉ះពាល់ទាំង3ហ្នឹងដែរបាទអរគុណច្រើនអរលោកស្រីបងប្អូនដែលបានទស្សនាវីដេអូតាំងពីដើមរហូតដល់ទីបញ្ចប់ឆ្លងកាត់រឿងរ៉ាវដែលលោកចាំដិតបានចែករំលែកនេះវាជាមេរៀនមួយល្អសម្រាប់អរលោកស្រីបងប្អូនដែលបានទស្សនានៅលើវីដេអូហ្នឹងហើយចំណុចខ្លះបងប្អូនអាចយកទៅសិក្សាបន្ថែមក៏ដូចជាមេរៀនមួយសម្រាប់ជីវិតរបស់យើងទាំងអស់គ្នាធម្មតាដែលជីវិតមនុស្សម្នាក់តែងតែជួបនៅបញ្ហាជួបនៅរឿងរ៉ាវផ្សេងគ្នាប៉ុន្តែនៅពេលដែលយើងជួបរឿងរ៉ាវទាំងអស់នោះយើងត្រូវតែរកវិធីឬក៏ជំនះនៅឧបសគ្គទាំងអស់នឹងឲ្យបានព្រោះបញ្ហាវានឹងកើតឡើងហើយនឹងក៏មាននឹងដំណោះស្រាយដែរដូចជាក់ស្ដែងដូចលោកវិជ្ជាបណ្ឌិតដែលបានមកចែករំលែកថ្ងៃនេះអញ្ចឹងពេលខ្លះគាត់សឹងតែបោះបង់នៅបញ្ហាជីវិតរបស់គាត់ទៅហើយឬក៏គាត់អស់សង្ឃឹមមិនដឹងថាត្រូវធ្វើយ៉ាងម៉េចប៉ុន្តែបន្ទាប់ពីគាត់ជួបនៅរឿងរ៉ាវមកក៏គាត់បាន
cái khay chỉ vật bảo quạt và xa lại mà đối là về bài chụp ảnh này hay cam thìพอ dương nâng xóa cung ở lô xây bằng bộ này miền Pành Ha rồi có trong chạy đồng lệ nơi ở chỉ vật cam rồi có Pành Ha chỉ vật nào môi để trong chỗរួមmôi nông cam thì đọ xôn là bằng bộ ai tên lệ tên nào tam trong càng nghe để nâng tên lệ lấy tù sạp chun ở lô xây bằng bộ rồi có ai cho từ khăn ông Facebook page và họ đã cho bao nhiêu nâng ai tên lệ tên nào mó trong càng nghe nâng tên lệ tên nào từ bằng bộ rồi có ai comment là Facebook page trong càng nghe nâng tên lệ tên nào từ bằng bộ được như này hay dân có mình play bị luôn chém đất thì mà chặt clinic bài khé chẳng ở xây bằng phone ai bị cứ chừng ngư trong môi năng lúc chém đất rồi còn mà can clinic lúc chém đất đó là nơi khang còi vì miền hà nơi khang chui và chẳng bị cam bị thí có đó thì mình chóp có sông hoặc cún lúc chém đất hay có sông hoặc cún ở xây bằng phone tại ở này bà sông chum điệp liền